Hello សួស្តីដល់គ្នាចឹងយើងត្រឡប់មកវិញជាមួយនឹង Anime Cowboy Bebop ភាគបញ្ចប់ចឹងចាំថាតើសាច់រឿងរបស់ភាគបញ្ចប់គឺនឹងទៅជាយ៉ាងណាក៏យើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅ I think it's time to blow this scene. Get everybody in the stuff together. Okay, 3, 2, 1, let's jam. រំលឹកពីវគ្គមុន Vicious គឺបានសម្លាប់ The High Elder ទាំង3នាក់ដូច្នេះក៏មានន័យថា Vicious នៅពេលនេះគឺបានឡើងធ្វើជាមេដឹកនាំរបស់បកហើយស្របពេលនោះដែរ Spy ក៏បានជួបជាមួយនឹងមនុស្សស្រីដែលគេស្រឡាញ់ Julia ផងដែរហើយមកដល់កន្លែងនេះទៅបានជា Julia ប្រាប់អំពីការពិតទៅដល់ Spy ថានៅពេលនោះ Julia គឺមានតួនាទីសម្រាប់ Spy ទេប៉ុន្តែដោយសារតែនាងមិនបានសម្លាប់ Spy នៅពេលនោះទើបធ្វើឲ្យ Vicious គឺមិនព្រមដោះលែងនាងឡើយក៏លេចមកកាន់ Shin នៅវិញនៅពេលដែលគេត្រឡប់មកដល់បកវិញក៏បានឃើញថា The High Elder រួមទាំងកូនចៅគឺត្រូវបាន Vicious សម្លាប់ចោលអស់បាត់ទៅហើយចំណែក Vicious ក៏បានដើរមកពីក្រោយ Shin ហើយបានសួរថាតើឯងបានសម្លាប់ Spy ហើយឬនៅពេលនោះ Shin ខំឆ្លើយទាំងញ័រមាត់ហើយនៅពេលដែល Shin ខំប្រឹងបកស្រាយនោះ Vicious ក៏បានកាត់សម្ដីលៀនហើយបានសួររក Julia វិញ Shin នៅពេលនោះគឺនិយាយអ្វីមិនចេញទេបន្ទាប់មក Vicious ក៏បានចោទសម្ដីថា Shin ឯងមិនគួរដើរជាន់ដានជើងបងប្រុសរបស់ឯងទេនិយាយចប់ Vicious ក៏បានដើរចេញបាត់ទៅក៏លេចមកកាន់ Spy ឯនេះវិញទោះបីជាពួកគេមានកម្រងចាក់ចេញពីទីនេះជាមួយគ្នាក៏ពិតមែនក៏ Spy ចង់ទៅនិយាយលាជាមួយអ្នកមីង Annie ផងដែរនៅពេលនោះ Spy បានប្រាប់ Julia មិនគួរឈប់ឡាននៅពីមុខហាងទេព្រោះថាវាអាចមានគ្នារបស់ Vicious នៅចាប់វាប្រហារគេក៏ថាបានដែរបើទៅក្រោយមក Spy ក៏បានធ្វើដំណើរមកដល់ហាងរបស់អ្នកមីង Annie ប៉ុន្តែគួរឲ្យសោកស្ដាយណាស់ដោយអ្នកមីង Annie គឺត្រូវបានកូនចៅរបស់ Vicious វាប្រហារចិត្តនឹងស្លាប់ទៅហើយនៅដង្ហើមចុងក្រោយនោះ Annie បានប្រាប់ទៅកាន់ Spy ថា Vicious គឺបានសម្លាប់ The High Elder ទាំង3នាក់បាត់ទៅហើយពួកគេបានមករកគាត់ដើម្បីសួរព័ត៌មានទាក់ទងទៅនឹង Spy ហើយដោយសារតែអ្នកមីងមិនព្រមប្រាប់ទៅធ្វើឲ្យពួកគេសម្លាប់គាត់ដូចនេះស្របពេលនោះដែរអ្នកមីង Annie ក៏បានប្រទះឃើញ Julia ដែលធ្វើឲ្យគាត់បានដឹងថានៅពេលនេះ Spy គឺបានជួបជាមួយនឹង Julia វិញហើយគាត់ក៏បាននិយាយទាំងសប្បាយចិត្តហើយក៏សោកស្ដាយថាតាមពិតទៅថ្ងៃនេះគួរតែជាថ្ងៃដែលគាត់ត្រូវសប្បាយអបអរជាមួយនឹង Spy ទេនិយាយហើយអ្នកមីងក៏ចាក់ចេញទៅក្នុងគ្រានោះដែរ Spy ក៏បានដឹងថា Vicious នឹងចាត់កូនចៅឲ្យមករកពួកគេហើយដែលបែបនេះ Spy ក៏បានទៅរៀបចំកំភ្លើងដើម្បីត្រៀមទប់ទល់ជាមួយនឹងកូនចៅរបស់ Vicious រីឯ Julia វិញឃើញចឹងក៏បាននិយាយទៅកាន់ Spy ថា Spy គឺមិនចាំបាច់រៀបចំកំភ្លើងដើម្បីទប់ទល់ជាមួយនឹងពួកគេទេដោយពួកយើងយកពេលមួយនេះរត់គេចខ្លួនទៅជាមួយគ្នាវិញទៅល្អជាង Spy នៅពេលនោះគឺមិននិយាយអ្វីទេប៉ុន្តែនៅក្នុងចិត្តរបស់គាត់គឺដឹងច្បាស់ណាស់ថា Vicious គឺនឹងមិនព្រមដោះលែងពួកគេទាំងពីរនាក់ឡើយហើយដល់ឃើញ Spy នៅតែរៀបចំកំភ្លើងបែបនេះទៀត Julia ក៏បាននិយាយថាបើសិនជា Spy សម្រាប់ចិត្តជ្រើសរើសបែបនេះគឺនាងនឹងនៅជាមួយ Spy រហូតដល់ទីបញ្ចប់ហើយមុនពេលដែលការវាយប្រហារចិត្តនឹងកើតឡើង Spy ក៏បានសុំទោសទៅកាន់អ្នកមីងថា I'm sorry. I'm gonna make a bit of a scene. យើងងាកមកកាន់យាន Bebop របស់យើងឯនេះវិញនៅពេលនេះយើងបានឃើញថាយាន Bebop ដ៏ធំរបស់ពួកគេក៏ត្រូវបានចោះចតនៅលើដីបាត់ទៅហើយចិត្តក៏ខំជួសជុលដែរប៉ុន្តែវាមិនដំណើរការឡើងវិញសោះសូម្បីតែយានទួយរបស់ Faye ក៏ត្រូវបានវាយប្រហារខ្ទេចខ្ទីផងដែរបន្ទាប់មក Jet ហើយនិង Faye ក៏បាននិយាយគ្នាអំពី Spy ហើយ Jet ក៏បានសួរទៅកាន់ Faye ដែរថាតើ Julia គឺជាមនុស្សស្រីបែបណាព្រោះថាតាំងពីដើមមក Jet ធ្លាប់តែឮឈ្មោះតែមិនដែលឃើញមុខទេចំណែក Faye ក៏បានឆ្លើយថា Julia គឺជាមនុស្សស្រីធម្មតាម្នាក់ប៉ុន្តែនាងក៏មានសម្រស់ស្អាតហើយក៏ជាមនុស្សស្រីដែលមើលទៅមានគ្រោះថ្នាក់ផងដែរប្រៀបបីដូចជាទេពអប្សរកាត់ជាមួយនឹងបិសាចហើយមានភាពអាចកម្បាំងដែលមិនអាចបកស្រាយបានកលេចមកកាន់ Spy ឯនេះវិញនៅពេលនេះការវាយប្រហាររបស់ពួកគេក៏ត្រូវបានចាប់ផ្ដើមហើយដោយជាដំបូងកូនចៅរបស់ Vicious បានមកផ្ទុះឡានរបស់ពួកគេទាំងពីរនាក់ហើយបន្តមកទៀតពួកគេក៏បាននាំគ្នាសម្រុកចូលមកកាន់ Spy ហើយបន្ទាប់ពីបានចាត់ការកូនចៅរបស់ Vicious ពីម្នាក់ទៅម្នាក់អស់ហើយពួកគេក៏បានឡើងទៅដល់ជាន់លើនៅទីនោះក៏មានកូនចៅរបស់ Vicious នៅគ្រប់កន្លោះកន្លៀតដែរប៉ុន្តែ Spy ហើយនិង Julia នៅតែអាចសហការគ្នាកម្ចាត់កូនចៅរបស់ Vicious បានទាំងអស់ហើយដំបូងគិតថាពួកគេនឹងឆ្លងផុតឧបសគ្គមួយនេះហើយប៉ុន្តែអ្នកណាតែដឹងគឺនៅសល់កូនចៅរបស់ Vicious ម្នាក់ទៀតដែលបានវាឆ្មក់ពួកគេនៅពីក្រោយ Spy នៅពេលនោះក៏បានកលេចឃើញតន់ហើយក៏បានបាញ់សម្លាប់វាដែរប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះនៅក្រៅដំណក់ទឹកភ្លៀងដ៏សែនត្រជាក់មួយនេះ Julia បាននិយាយពាក្យចុងក្រោយទៅកាន់ Spy ប៉ុន្តែនៅកន្លែងនេះគឺគេបានប្រាប់យើងទេថាតើ Julia បាននិយាយអ្វីគ្រាន់តែយើងដឹងថានៅក្នុងស្ថានភាពដ៏ស្ងប់ស្ងាត់មួយនេះទឹកមុខរបស់ Spy គឺបញ្ចេញអាការៈខឹងរហូតដល់ញ័រភ្នែកតែម្ដង
យើងងាកមកកាន់ចែតឯនេះវិញដោយតាំងពីដើមមកចែតគឺជាមនុស្សម្នាក់ដែលមិនជឿអំពីគ្រូទាយអ្វីទេហើយក៏តែងតែស្ដីឲ្យស្ប៉ាយអំពីការដែលស្ប៉ាយនឹងទៅជួបគ្រូទាយរហូតប៉ុន្តែនៅលើកនេះវិញគឺយើងបានឃើញចែតទៅរកគ្រូទាយដែរហើយសំណួរដំបូងដែលក៏បានសួរទៅកាន់គ្រូទាយនោះគឺថាតើនៅពេលនេះស្ប៉ាយគឺនៅឯណាចំណែកលោកតាប៊ូក៏បាននិយាយទៅកាន់ចែតថាគ្រប់សភាវៈមានជីវិតនៅលើលោកនេះទាំងអស់គឺតែងតែមានផ្កាយមួយដួងការពារព្រលឹងជីវិតរបស់គេជានិច្ចនៅពេលដែលមានជីវិតមួយបានកើតឡើងផ្កាយមួយដួងក៏បានកើតឡើងផងដែរហើយនៅពេលដែលជីវិតមនុស្សត្រូវបានបញ្ចប់ផ្កាយមួយនោះគឺនឹងធ្លាក់ហើយបាត់ពន្លឺទៅជារៀងរហូតនិយាយដល់ត្រឹមនេះចែតក៏បានងាកមុខចេញហើយប្រាប់ទៅកាន់លោកតាប៊ូថាសូមលោកតាប៊ូកុំនិយាយពាក្យទាំងអស់នេះអីប៉ុន្តែលោកតាប៊ូក៏បានតបទៅវិញថាផ្កាយរបស់ស្ប៉ាយគឺកំពុងតែបាត់ពន្លឺហើយចាប់ផ្ដើមធ្លាក់ហើយចំណែកចែតវិញខំនិយាយទាំងញ័រមកថាគឺគាត់មិនជឿទេឃើញដូចនេះលោកតាប៊ូក៏បានផ្ដាំថាសូមឯងកុំខ្លាចសេចក្តីស្លាប់អីសេចក្តីស្លាប់តែងតែនៅខាងយើងជាប់ជានិច្ចបើសិនជាឯងបង្ហាញភាពភ័យខ្លាចទៅជាមួយវានោះផ្កាយរបស់ឯងគឺនឹងធ្លាក់ក្នុងល្បឿនលឿនជាងពន្លឺទៅទៀតប៉ុន្តែបើសិនជាឯងមិនបង្ហាញភាពភ័យខ្លាចទាំងអស់នោះទេគឺវានឹងសម្លឹងមើលឯងដោយសេចក្តីសន្តោសប្រណីកលេចមកកាន់ Vicious ឯនេះវិញនៅពេលនេះយើងបានឃើញថា Vicious ក៏បានធ្វើដំណើរទៅដល់ហាងរបស់អ្នកមីងអានីដែររីឯកូនចៅរបស់គេក៏បានប្រទះឃើញអាវរបស់ Julia ឃើញចឹងហើយ Vicious ក៏បាននិយាយថាសត្វកំណាចដែលបាត់បង់កន្លែងដែលគេត្រូវទៅគឺគេច្បាស់ជាត្រឡប់មកវិញជាមិនខានយើងងាកមកកាន់យាន Bebop ឯនេះវិញជើព្យាយាមគេយ៉ាងណាក៏នៅតែគេមិនស្ងប់ចិត្តដែរហើយនៅពេលដែលគាត់បើកភ្នែកងាកទៅក្រោយតែបន្តិចក៏សត្វតែបានប្រទះឃើញស្ប៉ាយឈរនៅឡើងត្រឹងចែកឃើញហើយភ្ជាប់ឡើងចង់លោតចេញពីក្រែព្រោះដោយសារឃើញស្ប៉ាយឈរឡើងត្រឹងដូចអត់មានព្រលឹងក្នុងខ្លួនសោះចំណែកស្ប៉ាយក៏បានសួរទៅកាន់ចែកថាតើចែកអាចធ្វើម្ហូបឲ្យគេញ៉ាំបន្តិចបានដែរឬទេព្រោះថាឥឡូវហ្នឹងគឺគេឃ្លានខ្លាំងណាស់ដែលបែបនេះចែកក៏បានធ្វើម្ហូបឆាម្ទេសផ្លោកសាច់គោពិសេសឲ្យស្ប៉ាយញ៉ាំទៅក្នុងពេលដែលស្ប៉ាយកំពុងតែញ៉ាំម្ហូបរបស់ចែកនោះស្ប៉ាយនៅតែនិយាយថាម្ហូបរបស់ចែកហ្នឹងគឺវារសជាតិចម្លែកដដែលចំណែកចែកក៏តបទៅស្ប៉ាយវិញថាតាមពិតទៅម្ហូបដែលឆ្ងាញ់គឺត្រូវការធាតុផ្សំតែមួយប៉ុណ្ណោះដែលធាតុផ្សំមួយនោះគឺជាការស្រេកឃ្លានហើយគ្រាន់តែចែកនិយាយចោលភ្លាមស្ប៉ាយក៏បានញ៉ាំម្ហូបរបស់ចែកហ្នឹងអស់បាត់ទៅហើយបើតមកស្ប៉ាយបានសួរទៅកាន់ចែកថាតើចែកធ្លាប់ឮសាច់រឿងមួយនេះដែរឬទេសាច់រឿងគឺនិយាយអំពីសត្វឆ្មាកំណាចមួយក្បាលឆ្មាកំណាចមួយក្បាលនេះគឺបានស្លាប់1លានដងហើយក៏បានចាប់ជាតិ1លានដងផងដែរហើយរកគ្រប់ជាតិរបស់សត្វឆ្មាមួយនោះទាំងអស់គឺគេបានជួបជាមួយនឹងម្ចាស់គ្រប់ប្រភេទប៉ុន្តែឆ្មាកំណាចមួយនោះគឺមិនដែលខ្វល់ទេហើយគេក៏ជាឆ្មាកំណាចមួយដែលមិនខ្លាចសេចក្តីស្លាប់ដែរបន្ទាប់មកមានជាតិមួយឆ្មាមួយនោះគឺបានខ្លាចទៅជាឆ្មាដែលមានសេរីភាពពោលគឺគេបានខ្លាចទៅជាឆ្មាអនាថាមួយក្បាលហើយនៅជាតិនោះដែរគេក៏បានជួបជាមួយនឹងឆ្មាញីពណ៌សមួយបន្តមកទៀតឆ្មាទាំងពីរក៏បានរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខអស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅឆ្មាញីពណ៌សមួយនោះក៏ត្រូវបានស្លាប់ដោយសារតែភាពចាស់ជរាហើយដោយការស្លាប់មួយនេះធ្វើឲ្យសត្វឆ្មាកំណាចមួយនោះយំ1លានដងហើយក៏បានស្លាប់ទៅតាមក្រោយហើយបន្តពីរឿងមួយនេះមកឆ្មាកំណាចមួយនោះគឺមិនដែលចាប់ជាតិម្ដងទៀតទេ Yeah, it's a good story. I hate that story. I never liked cats, you know that. Oh yeah, that's right. បន្ទាប់ពីនិយាយគ្នាចប់អស់ហើយស្ប៉ាយក៏បានងើបដើរចេញចែកនៅពេលនោះគឺមិនបានខត់ស្ប៉ាយទេតែគាត់បានសួរទៅកាន់ស្ប៉ាយថាតើនេះគឺសម្រាប់មនុស្សស្រីដែលស្រឡាញ់មែនទេស្ប៉ាយក៏បានតបទៅវិញថាគ្មានអ្វីដែលគាត់អាចធ្វើបានចំពោះមនុស្សម្នាក់ដែលបានស្លាប់ទៅហើយទេនៅក្នុងដំណើរចាក់ចេញរបស់ស្ប៉ាយនេះ Faye ក៏បានលើកកំភ្លើងភ្ជង់មកកាន់ស្ប៉ាយដោយនាងគឺមិនចង់ឲ្យស្ប៉ាយចាក់ចេញទៅទេណាមួយស្ប៉ាយធ្លាប់បាននិយាយប្រាប់នាងថាអតីតកាលគឺគ្មានន័យអ្វីទេប៉ុន្តែនៅពេលនេះវិញស្ប៉ាយគឺជាមនុស្សតែម្នាក់ដែលនៅតែជំពាក់ជំពិនជាមួយនឹងអតីតកាលរបស់ខ្លួនឯងបន្តមកស្ប៉ាយក៏បានតបទៅ Faye វិញថា Faye នាងសម្លឹងមើលភ្នែកខ្ញុំមកភ្នែកមួយក្នុងចំណោមពីរនេះគឺគ្មានពណ៌ដោយសារតែវាបានជួបអបតវហេតុមួយហើយចាប់តាំងពីអបតវហេតុមួយនោះមកភ្នែកមួយបានមើលឃើញអតីតកាលចំណែកភ្នែកមួយទៀតគឺមើលឃើញនៅពេលបច្ចុប្បន្នហើយវាក៏បានធ្វើឲ្យគាត់ស្រពេចស្រពិលអំពីអតីតកាលហើយនិងបច្ចុប្បន្នដែរហើយដោយសារតែគាត់មិនអាចបែងចែកបានច្បាស់លាស់នោះតែគាត់គិតថាការរស់នៅរបស់គាត់សពថ្ងៃនេះគឺត្រឹមតែជាយល់សពមួយប៉ុណ្ណោះហើយតម្រូវតែគាត់អាចបែងចែកច្បាស់លាស់បានក្តីសម័យរបស់គាត់ទាំងប្រមាណក៏ត្រូវបានបញ្ចប់ដែរនិយាយចប់ស្ប៉ាយក៏បានដើរចាក់ចេញទៅបន្តមកទៀតយើងមកឃើញ Spy ធ្វើដំណើរទៅរក Vicious ហើយអ្វីដែលកាន់តែគ្រោះថ្នាក់ជាងនេះទៅទៀតគឺគាត់បានដើរចូលទៅកាន់សម្បុករបស់ Vicious តែម្នាក់ឯងគត់នៅពេលនោះ Spy បន្តបាញ់ប្រហារពួកគេពីមួយជាន់ទៅមួយជាន់ហើយមិនថាពួកវាចូលមកវាយប្រហារ Spy ប៉ុន្មានអ្នកទេគឺមកមួយងាប់មួយមកពីរងាប់ពីរចំណែកក្របបែបវិញគឺផ្ទុះស្ទើរតែគ្រប់ជាន់តែម្ដង
បន្ទាប់មកនៅពេលដែល Spy បានឡើងទៅដល់ជាន់មួយក៏ស្រាប់តែគាត់បានជួបជាមួយនឹង Shin ម្ដងទៀតដែលបែបនេះ Spy ក៏បានឲ្យ Shin នាំផ្លូវគាត់ទៅរក Vicious ទៅនៅក្នុងដំណើរនោះដែរ Shin មិនបានប្រយ័ត្នក៏ត្រូវបានកូនចៅរបស់ Vicious រះជាច្រើនគ្រាប់ហើយមុននឹង Shin ត្រូវបានស្លាប់នោះ Shin បាននិយាយថាតាមពិតទៅគឺគេចង់ឲ្យ Spy ត្រឡប់មកវិញខ្លាំងណាស់ព្រោះមានតែ Spy ទេទើបអាចបញ្ឈប់ Vicious បានហើយបន្ទាប់ពីការវាយប្រហាររបស់ Spy ពីមួយជាន់ទៅមួយជាន់ទៀតនៅទីបំផុត Spy បានឡើងទៅដល់ជាន់លើបង្អស់ហើយចំណែក Vicious ក៏បានអង្គុយរងចាំ Spy ផងដែរហើយបន្ទាប់ពីពួកគេបានជួបមុខគ្នាហើយ Vicious បាននិយាយទៅកាន់ Spy ថានៅទីបំផុតគឺឯងបានភ្ញាក់ពីដេកហើយដោយអ្វីដែលយើងបានប្រាប់ឯងកាលពីមុនអញ្ចឹងថាអ្នកដែលអាចសម្លាប់ឯងបានគឺមានតែយើងតែម្នាក់តែប៉ុណ្ណោះចំណែក Spy ក៏បានតបពាក្យនេះទៅកាន់ Vicious វិញដូចគ្នាថាអ្នកដែលអាចសម្លាប់ Vicious បានក៏មានតែ Spy តែម្នាក់ឯងដែរមើលទៅវាសនារបស់ពួកគេទាំងពីរនាក់គឺត្រូវតែបញ្ចប់ដោយបែបនេះហើយនិយាយចប់ Spy ក៏បានលើកកំភ្លើងភ្ជង់ទៅកាន់ Vicious ប៉ុន្តែដោយភ្នែកមើលមិនសូវច្បាស់មានតែ Spy រត់ទៅជិត Vicious ហើយចំណែក Vicious ឃើញ Spy រត់មកអញ្ចឹងគឺគេក៏បានគប់កូនកបិតមួយទៅកាន់ Spy ផងដែរបន្ទាប់មក Spy មានឱកាសបាញ់ត្រូវមុខរបស់ Vicious មួយគ្រាប់ចំណែក Vicious ក៏អាចកាប់ Spy មួយកបិតចំជើងដែរបន្ទាប់មកទៀតនៅពេលដែល Spy រៀបនឹងមានឱកាសបាញ់សម្លាប់ Vicious ហើយនោះ Vicious ក៏បានគប់ដាវរបស់គេទៅកំភ្លើងរបស់ Spy ប៉ុន្តែការគប់មួយនេះគឺមិនអាចបញ្ឈប់ការបាញ់របស់ Spy បានទេដោយសារតែមួយគ្រាប់នេះក៏បានត្រូវស្មារបស់ Vicious ផងដែរហើយបន្តមកទៀតដាវរបស់ Vicious គឺបានធ្លាក់ទៅជិត Spy ចំណែកកំភ្លើងរបស់ Spy ក៏បានធ្លាក់ទៅជិត Vicious វិញម្ដង Spy បាននិយាយថា Julia គឺត្រូវបានស្លាប់ហើយតោះពួកយើងមកចប់វានៅត្រឹមហ្នឹងទៅបន្ទាប់មកទាំងសងខាងក៏បានបោះអាវុធឲ្យទៅកាន់គ្នាវិញបន្ទាប់ពី Spy បានសម្លាប់ Vicious ហើយគឺគេបានបង្ហាញយើងនៅកន្លែងដែល Julia ត្រូវបានស្លាប់នោះគឺ Julia បានសួរទៅកាន់ Spy ថាតើនេះគឺគ្រាន់តែជាសុបិនមួយទេមែនទេចំណែក Spy ក៏តបទៅ Julia វិញថាត្រូវហើយវាគឺត្រឹមតែជាសុបិនអាក្រក់មួយប៉ុណ្ណោះបន្តមកទៀតឈុតក៏បានកាត់មករយៈពេលបច្ចុប្បន្នវិញនៅពេលនេះ Spy គឺកំពុងតែធ្វើដំណើរត្រឡប់ទៅវិញហើយការដើរចាក់ចេញពីមួយជំហានទៅមួយជំហាននេះគឺបានបង្ហាញឲ្យយើងឃើញថា Spy គឺពិតជាមានរបួសធ្ងន់ខ្លាំងមែនទែនបន្តមកទៀត Spy ក៏បានលើកដៃទៅកាមេរ៉ាហើយក៏និយាយថាBang.នៅចុងបញ្ចប់នៃសាច់រឿងគឺមានពាក្យស្លោកមួយដែលគេបាននិយាយថា You are gonna carry that way ចឹងតើពាក្យមួយនេះគឺមានអត្ថន័យយ៉ាងណាហើយតើ Spy របស់យើងគឺពិតជាស្លាប់មែនអត់ចឹងចម្លើយដ៏ស្មោះត្រង់គឺ Spy គឺពិតជាបានស្លាប់មែនហើយបើសិនជាតួឯងស្លាប់ចឹងបានន័យថារឿងទាំងមូលហ្នឹងគឺអត់ន័យមែនអត់ចម្លើយគឺទាំងពីរប៉ុន្តែបើសិនជាខ្ញុំប្រាប់រឿងមួយតាក់ទងទៅនឹងសាច់រឿងមួយនេះគឺអ្នកទាំងអស់គ្នានឹងដឹងថារឿងមួយនេះគឺមិនមែនបញ្ចប់ដោយអត់ន័យទៀតហើយតាមពិតទៅនៅក្នុងសាច់រឿងទាំងមូលគឺអ្នកមើលបានមើលរំលងចំពោះចំណុចសំខាន់មួយដែលនោះគឺតាក់ទងទៅនឹងពិភពនៃ anime មួយនេះទាំងមូលតែម្ដងយើងដឹងហើយថានៅក្នុងសាច់រឿងព្រះច័ន្ទរបស់ផែនដីគឺមានបញ្ហាដែលធ្វើឲ្យមនុស្សបានស្លាប់រាប់ពាន់លាននាក់ហើយនេះគឺអាចបញ្ជាក់បានថាការរស់នៅគឺពិតជាលំបាកទៅដល់មនុស្សខ្លាំងណាស់ហើយច្បាប់ក៏ធូររលុងចំណែកឯមនុស្សគឺរស់នៅយ៉ាងអនាធិបតេយ្យចំពោះមនុស្សដែលមានភាពទន់ខ្សោយនឹងត្រូវបានគេជិះជាន់ហើយពួកគេក៏មិនអាចរស់នៅក្នុងបរិបទថ្មីមួយនេះបានផងដែរចឹងហើយមនុស្សគ្រប់គ្នាត្រូវតែបង្ហាញភាពរឹងមាំរបស់ខ្លួនឯងដើម្បីបន្តរស់ដូចយើងបានឃើញសមាជិក Bebop របស់យើងអញ្ចឹងម្នាក់ៗគឺពិតជាក្បាលរឹងហើយរឹងតឹងខ្លាំងមែនទែនព្រោះពួកគេបានធំធាត់ឡើងនៅក្នុងកន្លែងមួយដែលមិនអាចមានភាពទន់ខ្សោយបានឡើយហើយទម្ងន់នៃជីវិតរបស់ពួកគេគឺមិនដូចជាពួកយើងទេតម្រុំតែពួកគេមានជីវិតមកដល់សពថ្ងៃនេះមិនដឹងថាពួកគេត្រូវឆ្លងកាត់រឿងលំបាកយ៉ាងណាទេហើយយើងក៏អាចដឹងអំពីតួអង្គឯករបស់យើងបានផងដែរតម្រុំតែគាត់បានជួបជាមួយនឹងនារីម្នាក់ដែលគាត់ស្រឡាញ់ហើយប្រាថ្នាចង់រស់នៅជាមួយគ្នាដោយសប្បាយរីករាយនោះគឺវាមិនមែនជារឿងងាយស្រួលឡើយដោយអ្វីដែល Spy បាននិយាយនៅមុននេះថាផ្នែករបស់គាត់គឺអាចមើលឃើញអតីតកាលផងហើយនិងបច្ចុប្បន្នផងតាមពិតទៅនៅកន្លែងនេះគឺគាត់ចង់មានន័យថានៅពេលដែលគាត់បដូរស្លាប់ទៅបំពេញបេសកកម្មចុងក្រោយដើម្បីរកកិច្ចទៅជាមួយនឹង Julia នោះគឺគាត់ត្រូវបានរបួសចំផ្នែកម្ខាងហើយនៅពេលដែលគាត់ឈររងចាំ Julia ត្រឡប់មករកគាត់នោះគាត់បែរជាបានឃើញ Julia ហើយក្រដាស់របស់គាត់ចោលទៅវិញហើយគាត់គឺបានឃើញទស្សនវិជ្ជាមួយនោះដោយផ្នែកម្ខាងយ៉ាងផ្ទាល់ភ្នែក Spy មិនជឿលើរឿងទាំងអស់នេះទេហើយគាត់ក៏មិនយល់ដែរថាតើហេតុអ្វីបានជា Julia សម្រេចចិត្តបែបនេះក្រោយមកគាត់បានរស់នៅដោយមានទស្សនវិជ្ជាមួយនេះជាប់នៅក្នុងខួរក្បាលរបស់គាត់រហូតហើយគាត់ក៏មិនអាចស្រាយចំណងនៅក្នុងចិត្តមួយនេះបានផងដែរហើយនៅពេលដែលគាត់និយាយថាគាត់មិនអាចភ្ញាក់អំពីការយល់សប្តិមួយនោះគឺគាត់ចង់មានន័យថាទស្សនវិជ្ជាមួយនេះគឺបានលងបន្លាចជីវិតរបស់គាត់ជារៀងរាល់ថ្ងៃរហូតដល់ពេលដែលគាត់បានជួបជាមួយនឹង Julia ម្ដងទៀតនោះទើបចំណងនៅក្នុងចិត្តរបស់គាត់ទាំងប៉ុន្មានបានស្រាយទាំងអស់ឡើងវិញប៉ុន្តែមិនតបានយូរប៉ុន្មានផងចំណងនៃក្តីសម័យរបស់គាត់មួយនេះគឺត្រូវបានបំផ្លាញទៅជារៀងរហូតដែលនោះគឺជាការជ្រៀតជ្រែករបស់ Vicious បន្ទាប់មកនៅចុងក្រោយនេះគឺយើងអាចដឹងមុនហើយថាបើសិនជា Spy ទៅរក Vicious នៅចុងក្រោយនេះគឺ Spy ច្បាស់ជាត្រូវស្លាប់ជាមិនខានចឹងតើហេតុអ្វីបានជា Spy មិនព្រមបកក្រោយហើយបំ
បំភ្លេចរឿងទាំងអស់នេះចោលទៅបើសិនជាអ្នកទាំងគ្នាចង់ឲ្យ spy រស់នៅតើអ្នកទាំងគ្នាចង់ឲ្យ spy រស់នៅដែលក្រុមគ្រាចិត្តបែបនេះរហូតដល់ស្លាប់ឬក៏យ៉ាងណាចឹងហើយជំរឿនដ៏ល្អបំផុត spy គឺត្រូវតែទៅរក Witches ដើម្បីជំរះបញ្ជីគ្នាស្លាប់ឬមួយក៏រស់គឺមិនសំខាន់ទេអ្វីដែលសំខាន់គឺគាត់លែងឆ្ងល់ថាតើហេតុអ្វីបានជា Julia បដិសេធគាត់នៅពេលនោះហើយមនុស្សម្នាក់ដែលបានបង្កបញ្ហាឲ្យគាត់ក៏ spy បានដោះស្រាយវាឲ្យអស់ដែរចឹងជាចុងក្រោយនេះ spy ក៏ទទួលបានសេរីភាពនៅក្នុងចិត្តរបស់គាត់ច្បាស់លាស់ដែរប៉ុន្តែអ្នកទាំងគ្នាត្រូវចាំថាទាំងនេះគឺជាទម្ងន់ជីវិតរបស់ spy ទេចំពោះអ្នកទាំងអស់គ្នាវិញក៏មានទម្ងន់ជីវិតផ្ទាល់ខ្លួនដែរមកថាទម្ងន់អំពីអតីតកាលដែលមិនទាន់បានដោះស្រាយហើយអស់ហើយនឹងបញ្ហាដែលកំពុងតែកើតឡើងនៅក្នុងពេលបច្ចុប្បន្ននេះទៀតទាំងនេះគឺសុទ្ធតែជាទម្ងន់ជីវិតរបស់មនុស្សរៀងៗខ្លួនហើយចឹងតើអ្នកទាំងគ្នានឹងហ៊ានដោះស្រាយទម្ងន់ជីវិតរបស់ខ្លួនឯងដូចជា spy ដែរឬអត់ដូចជាពាក្យស្លោកនៅចុងបញ្ចប់នៃសាច់រឿងមួយនេះអញ្ចឹង You are gonna carry that way អ្នកគឺនឹងត្រូវស្ពាយទម្ងន់នៃជីវិតមួយនេះដោយខ្លួនឯងចឹងជាចុងក្រោយនេះសូមអរគុណទៅដល់អ្នកទាំងគ្នាដែលបានតាមដានសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ពីខ្ញុំ Vic Commando អរគុណអ្នកទាំងគ្នាម្ដងទៀតហើយយើងនឹងជួបគ្នានៅ anime ក្រោយៗទៀតបាយបាយ